ok តោះឥឡូវអ្នកនរគ្នាយើងបង្កើត access មួយមកណា group object មួយមកខ្ញុំដាក់ថា GPO prevent access run អូខេហើយយើងចុច OK មកបន្ទាប់មកយើង select នៅលើ comment នឹងតែម្ដង object នឹងតែម្ដងហើយយើង right click យក add edit បាទបន្ទាប់មកអ្នកនរគ្នា select នៅលើ user computer policy administrative អូខេមិញ run ត្រូវទេអ្នកនរគ្នាអញ្ចឹង run អ្នកនរគ្នាមើលនៅកន្លែងនេះ start menu បើកឲ្យធំមកយើងនឹងឃើញព្រាមរកមើលមួយគ្នាណា prevent access to run កន្លែងណា prevent user access to នេះឃើញទេអ្នកកន្លែងបិទពី start ហ្នឹងបិទចេញទាំងអស់ remove ចោលហ្មងណាហើយទៅមើលនេះតែខ្ញុំបង្ហាញប្រាប់មុនហ្នឹងដកចេញទៅលេង shut down ក៏មិនបានធ្វើក៏មិនបានដែរបិទចោលអស់ហ្មងដកចេញrun ជួយមើលខ្ញុំរកអត់ទាន់ឃើញទេ remove prevent prevent អូខេ remove run នេះ remove run menu from start menu តោះណា double click មក enable apply អូខេតោះទៅបាទហ្នឹងមួយទៀតមិញអីគេcomment prompt ត្រូវទេអ្នកនរគ្នា comment prompt គឺនៅក្នុង system វិញណាក្នុង system នេះនៅកណ្ដាលវានេះយើងមើលទាំងអស់គ្នានេះតោះណា enable ទៅមួយគ្នាមកឲ្យខាត់ស្រួយណាទៅតាមវីដេអូមកណាមក policy មកណាហើយ double click មក enable កន្លែងនេះអ្នកនរគ្នាត្រូវចាំណាបើអ្នកនរគ្នាចុច yes មានន័យថាពេលដែល start មកហ្នឹងបើសិនជាយើងមាន script មានអីដែលយើងឲ្យ run ពី server មក run អត់បានទេបើយើងដាក់ yes ណាចឹងកន្លែងនេះត្រូវសំខាន់ត្រូវគិតមែនតើណាបើយើងចង់ឲ្យ script យើងដែល run ពី server មកគឺយើងត្រូវដាក់ no តោះណាបើដាក់ yes មានន័យថាអត់ឲ្យ run ទេអត់បានទេអានេះជាពិសេសពេលដែលយើង run គេហៅថា map network drive ទៅមេរៀនមុខយើងនឹងរៀន map network drive ចឹងយើងត្រូវដាក់ no បែបហ្នឹងឲ្យ run ទៅពេល start up តែដល់ពេលដល់ start up ហើយចូលដល់ window ឈប់ឲ្យ run ដែរតោះណាអូខេអញ្ចឹងខ្ញុំចុច apply ចុច OK មួយទៀត registry យើងមើលមើលនៅក្នុង system system registry prevent registry នេះឃើញទេអ្នកនរគ្នាចិត្តគ្នាណា prevent access to registry double click មក apply កន្លែងនេះយើងចុច yes ដែរប្រើ yes ណានេះមានន័យថាបិទ run បានតោះណា run នៅ background silently ណា apply ហើយចុច OK ហើយយើងបិទ group policy editor បន្ទាប់មកអ្នកនរគ្នាធ្វើម៉េចត្រូវការ run ត្រូវការ apply ទៅកន្លែងណាអ្នកនរគ្នា OU ឬក៏ computer apply ទៅកាន់ computer ឬក៏ OU sorry OU computer ឬក៏ OU user OU អូខេអញ្ចឹងខ្ញុំទាញមក apply នៅលើ user តែម្ដងអូខេហើយខ្ញុំ run update អូខេអញ្ចឹងសម្រាប់ user អត់ចាំបាច់ restart ទេគាត់ទេ update affect ភ្លាមតែម្ដងហេនេះចុចមកអញ្ចឹងខ្ញុំចូលទៅក្នុង user ខ្ញុំទៅ update gp update/force មកខ្ញុំបិទចោលអញ្ចឹងនេះ comment របស់យើង clear screen CLS ណាអញ្ចឹងយើងប្រើ comment gp update/force អញ្ចឹង update ហើយជាប់តែម្ដងណាហើយ success ហើយបាទ success ហើយខ្ញុំបិទចេញអញ្ចឹងខ្ញុំចុច Windows អក្សរ O ជាប់អូខេខ្ញុំចូលទៅ CMD ជាប់ឃើញទេនេះខ្ញុំចូលទៅ registry បិទជាប់ហើយតោះនេះអ្នកនរអញ្ចឹងខ្ញុំសន្មតថាខ្ញុំថតចប់រួចរាល់ខ្ញុំ save